របៀបដាក់រូបភាពនៅលើ Messenger សួស្តីបងប្អូនអរគ្នាបាទនេះជារបៀបដាក់រូបភាពនៅលើ Messenger ដោយផ្ទាល់ដោយគ្មានកម្មវិធីជំនួយអញ្ចឹងដូចឃើញនៅលើ Messenger នេះបងប្អូនឃើញដាក់រូបភាពសង្សារក៏បានប្រពន្ធក៏បានមិត្តភក្តិក៏បានអញ្ចឹងបងប្អូនអាចដាក់នៅលើ chat បានអញ្ចឹងបងប្អូនអាចតាមយើងចូលទៅ update Messenger មកយើងចូលទៅកាន់ Play Store នេះបាទសម្រាប់អ្នកអត់ដែល update ហើយយើងវាយពាក្យថា Messenger តាមឲ្យយើងចុចនៅលើអក្សរ Messenger មកយើងធ្វើការ update រហូតដល់ចប់អញ្ចឹងបើសិនជាបងប្អូនអត់ update ទេគឺយើងអត់ដាក់អត់បានទេបាទអញ្ចឹងដល់ពេលដែលយើង update ចប់គឺយើងចូលទៅកាន់ Messenger ម្ដងទៀតបាទដោយយើងចុចនៅលើអាផ្ទៃទលាយនេះបាទហើយយើងចុចសកត់វាមកគឺយើងនឹងទទួលបានការដាក់រូបភាពបាទនេះឃើញទេដោយសញ្ញាមេដៃដែលយើងចង្អុលនេះគឺយើង upload image អញ្ចឹងមកយើងទាំងគ្នាយើងដាក់រូបភាពដែលយើងស្រឡាញ់ណាបាទនេះយើងដាក់សង្សារខ្ញុំអញ្ចឹងណាបងប្អូនបាទតោះមកយើងចុចពាក្យថា select បាទនេះគឺយើងទទួលបានរូបភាពដ៏ស្រស់ស្អាតនៅលើ Messenger សម្រាប់អ្នកចូលចិត្តបានបងប្អូនគ្រាន់តែចូលមកកាន់ tray 3នេះហើយយើងចុចពាក្យថា theme នេះគឺយើងនឹងទទួលបានការផ្លាស់ប្ដូររូបភាពដូចតែនៅយើងចុចនៅលើផ្ទៃធម្មតាហ្នឹងឯងនេះឃើញដូចគ្នាបងប្អូនបាទគ្រាន់តែយើងចុចលើ upload image មកយើងទទួលបានរូបភាពដែលយើងចង់បដូរហើយ